តែអ្នកដឹងទេថាវស្សាភ្លៀងធ្លាក់ពិបាករស់ស៊ីតែអាជីវកម្មរំកិលតូបថៃមួយនេះកំពុងតែកើបលុយហើយពង្រីកជិត100សាខាអាជីវកម្មរំកិលតូបនៅប្រទេសថៃមានតាំងពីយូរមកហើយប៉ុន្តែទើបល្បីល្បាញនៅរយៈពេលប្រមាណឆ្នាំនេះដោយសារតែមានការច្នៃបន្ថែមទើបធ្វើឲ្យអាជីវកម្មមួយនេះហក់ឡើងនៅលើទីផ្សារខ្លាំងនាពេលបច្ចុប្បន្ននេះថែមទាំងកើបលុយបានច្រើននៅរដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើនបែបនេះផងជាក់ស្ដែងយោងទៅតាមសារព័ត៌មាន Bangkok Post ដែលបានធ្វើការចុះផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថាខណៈនៅរដូវវស្សាភ្លៀងធ្លាក់ច្រើនដែលអាជីវកម្មមួយចំនួនពិបាកនឹងរកស៊ីខ្លាំងណាស់ហើយភ្ញៀវក៏មិនមែននៅមួយកន្លែងដែរប៉ុន្តែអាជីវកម្មរំកិលតូបរបស់ថៃមួយដែលមានឈ្មោះថា Dunkin Donuts ដែលវាជាយីហោលក់នំដូណាត់និងភេសជ្ជៈតាមរថយន្តដ៏ស្រស់ស្អាតថែមទាំងទាក់ភ្នែកខ្លាំងគ្រប់រដូវកាលជាពិសេសនោះក្នុងរដូវវស្សាយីហោមួយនេះមានប្រជាប្រិយភាពខ្លាំងបំផុតដោយសារតែវាអាចរំកិលទៅគ្រប់ទីកន្លែងសារព័ត៌មានដដែលបានដឹងទៀតថាអ្នកគ្រប់គ្រងហាងមួយនេះមានឈ្មោះថា Pakin Pen Pakul បាននិយាយថាអាជីវកម្មរបស់ខ្លួនទើបតែធ្វើការចុះបញ្ជីដោយក្រសួងពាណិជ្ជកម្មប៉ុន្តែហាក់បីដូចជាមានអ្នកគាំទ្រច្រើនលើសលប់ត្រឹមរយៈពេលដ៏ខ្លីអាចពង្រីកបានប្រមាណជា60សាខានៅជុំវិញប្រទេសហើយខេត្តខ្លះក៏មានសាខារហូតដល់ទៅ 4-5 កន្លែងថែមទៀតផងជាងនេះទៅទៀតយីហោមួយនេះក៏ត្រៀមលុយប្រមាណជា$19 លានអាមេរិកដើម្បីពង្រីកសាខា40ទៅ60ទៀតនៅពេលខាងមុខមែនតើទៅយីហោថ្មីស្រឡាងមួយនេះវាកំពុងតែលូកដៃចូលយ៉ាងជ្រៅដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងយីហោលក់នំដូណាត់ធំៗនៅក្នុងប្រទេសថៃថ្មីបើវាជាយីហោថ្មីក៏ពិតមែនប៉ុន្តែសន្ទុះនៃអ្នកគាំទ្រខ្លាំងបំផុតដោយសារតែវាមានចំណុចពិសេសខុសគេត្រង់ថានារដូវភ្លៀងធ្លាក់វាអាចបំលាស់ទីលក់បានគ្រប់ទីកន្លែងគួរជម្រាបផងដែរថានៅក្នុងកំឡុងពេល COVID-19 ហាងចល័តដោយប្រើរថយន្តមួយនេះកាន់តែបង្ហាញពីភាពខ្លាំងរបស់ខ្លួនពលគឺអាចបើករហូតដល់ទៅ30សាខាបន្ថែមទៀតនៅតាមទីរួមខេត្តប្រទេសថៃជាងនេះទៅទៀត Dunkin Donuts ក៏គ្រោងនឹងបង្កើតមុខម្ហូបប្លែកៗជាច្រើនមុខទៀតផងដែរនៅថ្ងៃអនាគតសូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នកសូមកុំភ្លេចចុច Like និង Subscribe Channel